សូមជម្រាបសួរខានជួបគ្នាយូរហើយវីដេអូមុនប្រហែលជាពិបាកមើលខ្លាំងហើយមើលទៅព្រោះពេលដែលបង្ហោះទៅវាឃើញកាន់តែតូចតលមែនតើណាពេលបរិញ្ញាអាចបរិច្ចបានហើយពេលបង្ហោះទៅនឹងខ្ញុំជឿថាបរិច្ចមិនបានទេអញ្ចឹងពិបាកហើយខ្ញុំសង្ឃឹមថាវីដេអូមួយនេះអាចមើលបានគ្រប់គ្នាណាបាទប៉ុន្តែសូមលើកសិលាចារឹកផ្សេងពី K600 បន្តិចដើម្បីរំសាយចិត្តពី K600 ណាកុំឲ្យទៅនៅ K600 ពេកហើយម្យ៉ាងខ្ញុំកំពុងតែធ្វើ K600 ហ្នឹងឲ្យមកងាយស្រួលបែបនេះណាបាទយោងតាមសភៅវចនានុក្រមខ្មែរបុរាណរបស់លោកតាលោកសៀមបាទនៅទីនេះឃើញមានឃ្លាមួយបាទចាត់ទុកថាយើងសិក្សាឃ្លាមួយចុះហើយឃ្លានេះខ្ញុំដកចេញពីវចនានុក្រមទាំងស្រុងបាទយើងឃើញពីលើនេះមួយកណាត់នេះគឺខ្ញុំកាត់មកបាទខ្ញុំកាត់មកបិទអញ្ចឹងហើយខាងក្រោមនេះខ្ញុំដាក់សម្រាប់រៀនអានណាបាទអាចអានបានបើសិនបើមើលខាងលើនេះមិនយល់ទេមើលខាងក្រោមនេះមកប៉ុន្តែព្យាយាមមើលអាលើអស់លទ្ធភាពចាំមើលក្រោមបាទបើមិនអញ្ចឹងទេមិនបានទេចេះតែក្រោមឡើយចេះតែអាននឹងឲ្យតាមទំនងរបស់ខ្មែរនឹងឲ្យតាមពីទំនងរបស់ខ្មែរទំនើបនឹងឲ្យក្បែរបុរាណអត់ចេះឡើយបាទបើអញ្ចឹងសូមបន្តបន្តិចយើងឃើញពាក្យនេះយើងថាពាក្យចុះពូកោហើយនឹងស្រៈអេហ្នឹងឃើញចេញមកពាក្យហើយអានថាហ្គេអញ្ចឹងទៅបើអានតាមសំស្ក្រឹតណាបើអានតាមខ្មែរថាគេយើងអត់អានថាហ្កដូចគេទេគេហ្កហ្គេយើងគេធម្មតាទៅបានហើយបាទគេបស្រអំយើងអានថាបំបាទអានបំបើអានតាមសំស្ក្រឹតថាមិនថាបាំឬក៏អានតាមសូសំស្ក្រឹតខ្មែរឬក៏បាលីខ្មែរហ្នឹងថាបាំងឬក៏ប៉ាំងផងអញ្ចឹងកុំថាចេះអីឥឡូវកុំថាគេបំនួសហើយនៅទៅនេះមិនក៏ចេញនួសណាបាទគឺ no ជើងវនេះខ្ញុំបានជម្រាបកាលពីមុនដែរបាទខ្ញុំបានបង្ហាញខ្លះដែរថាជើងវអាចផ្លាស់ទៅជាស្រៈអូបានណាបាទប៉ុន្តែអីដែលលើសនេះលើសស្រៈអាមកទេនេះបាទអញ្ចឹងត្រង់កន្លែងនេះគឺជាលទ្ធភាពមួយដែលលោកដែលជាអ្នកប្រាជ្ញក្នុងភាសាខ្មែរបុរាណលោកព្យាយាមកត់ត្រាឲ្យចេញស្រៈអ៊ូឬយ៉ាងណានោះណាឬក៏ស្រៈអូឬយ៉ាងណានោះអាស្រ័យទៅលើលោកព្យាយាមដាក់ស្រៈដាក់ព្យញ្ជនៈទៅឲ្យคล้ายទៅជាអីមួយទៅវាមិនខុសពីយើងឥឡូវនេះទេកាលណាយើងចង់ថាស្រៈ S យើងដាក់ស្រៈ A មួយហើយយើងដាក់ស្រៈ A ហើយយើងធ្វើ S ទៅហើយកាលណាយើងចង់បានស្រៈអីស្រៈអូយើងដាក់ស្រៈអូមួយទៅហើយយើងដាក់ស្រៈ A មួយទៅឲ្យចេញអូនឹងហសុទ្ធអូនឹងហាស់ហ្នឹងអូនឹងអាហ្នឹងវាអូបាទឲ្យចេញអូបាទអាហ្នឹងវាអត់ចម្លែកអីទេប៉ុន្តែវាមិនគ្រប់ករណីហើយក៏វាមិនសុទ្ធតែអញ្ចឹងដែរណាបាទសូមបញ្ជាក់វាមិនសុទ្ធតែអញ្ចឹងទេខ្ញុំនិយាយនេះក្នុងលក្ខខណ្ឌបុរាណហើយក្នុងលក្ខខណ្ឌស្មានទៅតាមអីដែលបានដឹងមកអីដែលបានរៀនសូត្រកន្លងមករឿងជាច្រើននៅពីក្រោយអីដែលខ្ញុំនិយាយនេះណាបាទខ្ញុំសង្ឃឹមថាមានពេលឱកាសក្រោយទៀតខ្ញុំបង្ហាញឲ្យបានច្បាស់មិននិយាយមួយកណាត់អញ្ចឹងទេប៉ុន្តែឥឡូវនេះវាទៅនឹកឃើញហើយត្រូវមេរៀនហ្នឹងក៏លើកឡើងមកបង្ហាញខ្លះទៅបំនួសនេះគឺថាបស្រអំណជើងវហើយស្រអានឹងសយើងថាបំណវាស់ទេក៏វាមិនទំនងមែនទេបាទបំណវាស់ឬក៏បំណវាបើបំណជើងវណវអ៊ីនវាមិនបំណវាមិនអញ្ចឹងណាបាទប៉ុន្តែបើសិនបើយើងថាបំនួសទៅវាគួរវិគិនឹងការប្រែរបស់លោកផងបាទដោយសារតែលោកថាម៉េចបុព្វជិតបើកាលណានិយាយបុព្វជិតដែលចាស់បើពាក្យចាស់មានស្រាប់ហើយបាទចាស់មានស្រាប់ហើយអាចាស់ហ្នឹងអញ្ចឹងនេះគឺបំនួសហើយត្រូវនឹងពាក្យខ្មែរយើងថាអ្នកបួសហ្នឹងយ៉ាងម៉េចបាទអ្នកបួសហ្នឹងគឺថាអ្នកលះផ្ទះសម្បែងហើយទ្រង់ខាងសាសនាទៅមិនថាតែពុទ្ធសាសនាខាងគ្រីស្ទសាសនាឬក៏សាសនាណាក៏ដោយព្រហ្មញ្ញសាសនាពីដើមឲ្យថាលះស្អីមួយដើម្បីព្រះហើយបូជាខ្លួនចំពោះព្រះថ្វាយខ្លួនចំពោះព្រះហើយព្រះហ្នឹងសម្រាប់ដល់អាទិទេពនោះឯងបើចំនួនដើមយើងអាចគិតថាដល់ត្រីមូរតិគឺព្រះវិស្ណុព្រះសិវៈនិងព្រះព្រហ្មទៅហើយបើយើងបច្ចុប្បន្ននេះតែកាលណានិយាយរឿងបួសនៅឃើញតែពុទ្ធសាសនាទេបាទនៅឃើញពុទ្ធសាសនាទេហ្នឹងក្នុងពុទ្ធសាសនាយើងចុះបើក្នុងសាសនាផ្សេងណាបាទហ្នឹងគេមានការងារគេមានជំនឿគេមានកម្មវិធីអីផ្សេងទៅទៀតហ្នឹងអាស្រ័យទៅលើការជឿនិងវិធីការនៃសាសនានោះបាទអញ្ចឹងគេបំនួសអាចោះ
បើយើងថាអានអាចោះនេះអជើងចោសសអាចោះបាទអានបានតែប៉ុន្តែបើសិនអានចេះបានទេអអជើងចាក់អាចនឹងស័កអាចាស់អានចឹងបានទេធ្វើម៉េចបើពាក្យនឹងត្រូវអាចាស់អញ្ចឹងគេបំនួសអាចាស់ដទ្វេនេះថាធ្វើចុះបាទទ្វេហើយអានថាធ្វើអានមិនរួចទេតយើងវោធ្វអេទ្វេហើយបើអានតាមទ្វេយើងនឹងអានតាមបច្ចុប្បន្ននេះយើងដូចជារូបថជើងវោធ្វអេទ្វេប៉ុន្តែបើយើងអានតាមរូបបុរាណតជើងវោអានតវអេទ្វេអញ្ចឹងណាគេបំនួសអាចោះដទ្វេអានេះបដាក់ស្រអូបដាក់ស្រអូនេះបើយើងអានតាមសំស្ក្រឹតប៊ូចាតែបើអានតាមខ្មែរថាម៉េចបូជាវរះឬក៏វរះឬក៏ព្រះចុះក៏បានទ្វេបូជាព្រះកម្រតេងអញបាទកម្រតេងអញហើយពាក្យនេះដែលយើងបច្ចុប្បន្នប្រែថាគុំម្ដែងណាប៉ុន្តែមានការវិវត្តច្រើនទៀតហើយក៏មានការបង្ហាញច្រើនដែរប៉ុន្តែខ្ញុំនឹងលើកនៅថ្ងៃទៅណាមួយដែលខ្ញុំរកផុសតាងអីបន្ថែមទៀតពឹងផ្អែកទៅលើអ្នកស្រាវជ្រាវចំនួនមុនខ្លះទៀតយកផុសតាងទាំងអស់ហ្នឹងមកបង្ហាញជូនម្ដងសារជាថ្មីហើយចាត់ទុកថាជារឿងផ្សេងណាអញ្ចឹងយើងអានអញ្ចឹងទៅថាគេបំនួសអាចោះដទ្វេបូជាវរះកម្រតេងអញបាទប៉ុណ្ណឹងទៅអញ្ចឹងពីមុនយើងធ្លាប់ឃើញព្រះកម្រតាងឥឡូវនៅការ 341N នេះនៅក្នុងសតវត្សទី8ហើយចូលទី8ហើយណាបាទដើមទី8ឬក៏ចុងទី7បាទព្រោះដាក់ឆ្នាំ700បើឆ្នាំ700ដើមទី8ចុងទី7បន្តិចបាទឲ្យកំណត់ច្បាស់លាស់ពេលណាក្នុងឆ្នាំណាឲ្យប្រកាស 100% ហើយឲ្យស្មើ0 degree 0 អង្សាស្អីអានឹងអត់ដឹងទេបាទប៉ុន្តែបើឃើញលេខ700អញ្ចឹងគឺដើមសតវត្សទី8បាទព្រោះយើងរាប់សតវត្សយើងរាប់យ៉ាងម៉េចបើសិនបើខុសសូមជួយបង្ហាញមកខ្ញុំវិញផងព្រោះការរាប់ជាទូទៅរាប់ពីឆ្នាំ0ចូល1វិនាទីហ្នឹងអាសក្តិលោកពុកហ្នឹងអានាទីលោតមកត្រល់ហ្នឹងរហូតមកដល់ឆ្នាំ900យើងរាប់សតវត្សសំទោស900ឆ្នាំ0រហូតដល់99យើងហៅថាសតវត្សទី1ហើយឆ្នាំចូល100ផ្លុកលោត0នាទី 0.1 ឡើងដល់199ហៅថាសតវត្សទី2ហ្នឹងការរាប់របស់ខ្ញុំហើយនឹងការរាប់របស់ខ្ញុំនេះមិនមែនខ្ញុំចេះរាប់អញ្ចឹងទេណាខ្ញុំអានឯកសារអីទៅខ្ញុំមើលរៀនវិជ្ជាអីទៅគ្រូក៏ប្រាប់ផងអីផងទៅបានចេះនេះខ្ញុំថារាប់បែបខ្ញុំនេះមិនមែនខ្ញុំអ្នកថាអញ្ចឹងទេមិនមែនទេណាបាទហើយយើងប្រែពាក្យហ្នឹងទាំងអស់គ្នានៅទីនេះមានរូបជាឡាតាំងបន្តិចប៉ុន្តែទៅសេមិនបានដូចគាត់ទេគេនេះថាអ្នកបាទបំនួសយើងថាបំនួសអញ្ចឹងទៅថាដែលបានបួសត្រូវអត់ព្រោះបំនួសជាទូទៅបើថាចុះឥឡូវយើងថាភ្នោះបជើងណោភ្នអ៊ូភ្នោះសភ្នោះអញ្ចឹងហ៎ឬក៏ផផ្លាស់ពីបទៅផទៅព្រោះយើងទៅសេភ្នោះហើយហ្នឹងបើរូបយើងថាបួសហើយបួសបើទៅសេភ្នោះវាត្រូវទៅសេបជើងណោប៉ុន្តែខ្មែរទៅនិយាយថាភ្នោះអញ្ចឹងបើទៅសេភ្នោះយើងមានខ្យល់ណាអញ្ចឹងបមានខ្យល់ហឹកវាទៅជាផបាត់ហើយបាទគិតប៉ុណ្ណឹងគិតងាយសិនចុះណាបាទគិតងាយសិនចុះអញ្ចឹងបំនួសយើងអាចថាអ្នកបួសបានទេបាទបំនួសហ្នឹងឬក៏បើយើងនិយាយអំពីជានាមវិញនាមមកវិញគឺថាការបួសបាទបានដែរអត់បាទបើខ្មែរយើងបច្ចុប្បន្នថាភ្នោះហើយអ្នកបួសបាទយើងថាអ្នកបួសអាចោះឬក៏អាចាស់នេះសំដៅដល់វ័យដែលចាស់ហ្នឹងថាដល់អញ្ចឹងទៅទ្វេឬទ្វេហ្នឹងថាធ្វើបូជាឬក៏ពូចានេះគឺថាថ្វាយឲ្យប៉ុន្តែមិនមែនប្រទានទេបើប្រទានអ្នកធំផ្ដល់ឲ្យអ្នកតូចតែពេលថ្វាយបូជាឬក៏អំណោយហ្នឹងឲ្យចំពោះហ្នឹងពីដើមពាក្យថាឲ្យហ្នឹងគឺថ្វាយហើយគឺថាចំពោះអ្នកធំហើយបាទហើយវរះកម្រតេងអញនេះគឺថាពាក្យអញនេះយើងថាខ្ញុំប្រែពីមុនថាសព្វនាមឆ្នប់សំទោសសព្វនាមប្រធានណាសព្វនាមប្រធានអញ្ចឹងទៅថាអញថាខ្ញុំថាយើងអញ្ចឹងទៅខ្ញុំសូមសាកល្បងប្រែថាព្រះគុំម្ដែងនៃយើងព្រះគុំម្ដែងហ្នឹងគឺសំដៅដល់ព្រះអាទិទេពអង្គណាមួយទៅនៃយើងដែលជាទីសក្ការៈបូជាបើបច្ចុប្បន្នព្រះគុំម្ដែងនៃយើងនេះមានណាមាន3ពុទ្ធពធប្រសង្ឃគុំម្ដែងសង្ឃឬក៏អីគុំម្ដែងធរមៈធរឬគុំម្ដែងពុទ្ធៈប៉ុន្តែកាលណាយើងនិយាយរឿងគុំម្ដែងយើងនិយាយភាសាអីហើយបើយើងនិយាយថាព្រះសម្មាសម្ពុទ្ធភាសាអីណាបាទហ្នឹងយើងគិតអញ្ចឹងបើសិនបើថាខុស
ថាខុសតទៅរថាមិនបានខុសណាបាទខ្ញុំជូនប៉ុណ្ណឹងថ្ងៃនេះដោយសារតែយើងខ្លីទេបាទយើងខ្លីទេជូនប៉ុណ្ណឹងហើយការប្រែសូមប្រែអញ្ចឹងមកណាបាទថាគេបំនួសអាចោះយើងថាអ្នកម្នាក់ហ្នឹងឬក៏ហ្នឹងម្នាក់ក៏ដោយពីរនាក់ក៏ដោយណាបាទបំនួសឬក៏ថាអ្នកដែលបានបួសអញ្ចឹងទៅមានវ័យចំណាស់បាទអ្នកវ័យចំណាស់ហើយថាម៉េចធ្វើបូជាចំពោះដនៅទៅនេះព្រះកម្រតេងអញបាទគាត់ដែលជាអ្នកបួសហ្នឹងមានវ័យចំណាស់ហ្នឹងឬក៏បើយើងថាលោកតាបើអ្នកបច្ចុប្បន្នប្រហែលលោកតាវាចឹងនឹកដល់អ្នកបួសហើយអ្នកបួសប្រុសឬក៏បើយើងហៅតាមខ្មែរលើថាលោកឪប៉ុន្តែខ្មែរមួយចំនួនឥឡូវនេះគាត់និយមពាក្យលោកឪហ្នឹងដែរបាទតែគាត់ចាស់ហើយមិនក្មេងទេបាទមិនក្មេងទេអាចាស់នេះណោះបាទអញ្ចឹងខ្ញុំសូមបញ្ចប់ប៉ុណ្ណឹងមិញថាចប់ហើយឥឡូវហ្នឹងមកចប់ជាលើកទី2ទុតិយតាបាទបើសិនបើមានចម្ងល់សូម comment ហើយបើសិនបើមានកំហុសសូមជួយកែព្រោះនេះមិនមែនជាការចែកម្លែកហើយអត់ទទួលយកកំហុសទេបើឃើញខុសសូមជួយចែកម្លែកជួយកែហើយខ្ញុំសូមអរគុណហើយចំពោះលោកគ្រូអ្នកគ្រូលោកអ៊ំលោកពូដែលគាត់ស្រឡាញ់ណាគាត់ស្រឡាញ់ព្រមទាំងក្មេងៗផងឥឡូវឃើញក្មេងៗគាត់ស្រឡាញ់ច្រើនបាទវ័យប្អូនណាវ័យក្រោយហើយនឹងវ័យស្បាលខ្ញុំហ្នឹងពួកគាត់បានឆ្លងកាត់ហើយគាត់ស្រឡាញ់គាត់ចូល comment ចូលអីចឹងទៅគាត់ចោលក្នុងខ្ញុំធ្វើឲ្យខ្ញុំមានកម្លាំងចិត្តណែឥឡូវហ្នឹងឆ្លៀតចប់ពីបង្រៀនមកធ្វើវីដេអូចឹងទៅនៅថាបើចប់សម្រាប់ល្អដែរបើឥឡូវហ្នឹងឆ្លៀតធ្វើបន្តិចបាទជូនបើសិនបើមានយោបល់យ៉ាងណាសូមលើកឡើងមកចោះមានលោកគ្រូអ្នកគ្រូលោកអ៊ំលោកពូគាត់បានលើកឡើងច្រើនហើយសូមអភ័យទោសបើខ្ញុំអត់បានតបឲ្យតាន់ពេលវេលានោះណាបាទសូមអភ័យទោសផងចោះពេលខ្លះទៅជាប់ការងារពេញម៉ោងទៅមិនហ៊ានឆ្លើយតបទេបាទមិនហ៊ានឆ្លើយតបទេលោតមកឃើញហើយបាទមិនហ៊ានឆ្លើយតបទេអញ្ចឹងទុកពេលឱកាសណាតនេល្ងាចបន្តិចអីហ្នឹងនឹងបើកឆ្លើយតបជូនដែរបាទសូមជម្រាបលាប៉ុណ្ណឹងហើយសង្ឃឹមថាលើកនេះមើលឃើញបាទជោគជ័យចាស់រូបនេះខ្ញុំអាចនឹងតម្លាក់ចូលក្នុង comment ណាហើយបើសិនបើចង់បានសូមអញ្ជើញចូលក្នុង comment ចាស់មួយទៀតខ្ញុំចិត្តតែអត់ទាន់បានតម្លាក់ link Telegram ជូនបើអត់ភ្លេចទេខ្ញុំនឹងតម្លាក់ជូននៅក្នុងវីដេអូនេះបាទសូមអរគុណសូមជម្រាបលាប៉ុណ្ណឹងសិនបាទ